នៅក្នុងពធសំដែងពីចរិតមនុស្សចរិតមនុស្សមានធំ6ព្រះអង្គសំដែងបុគ្គលដែលតាមពិតគាត់មិនមែនចូលចិត្តខឹងទេគឺអាខឹងនឹងវាអាសាកើតឡើងប៉ុន្តែស្ដាប់ទៅដូចចូលចិត្តខឹងចឹងមែនទេតាមពិតគាត់មិនមែនចូលចិត្តទេខឹងមានសុបាយចិត្តណាគ្រាន់តែខឹងញឹកញាប់តែប៉ុណ្្នឹងឯងឬក៏ថាខឹងនឹងវាកើតឡើងយ៉ាងងាយចឹងណាតែថាឲ្យខ្លួនគាត់ចូលចិត្តខឹងហ្មងមកគិតថាមិនចូលចិត្តទេមែនទេមែនទេហ្នឹងហើយអត់ទេអត់ចូលចិត្តខឹងទេតែខឹងនឹងកើតឡើងយ៉ាងងាយហើយដូចខ្ញុំដទៃនិយាយថាពីកំណើតហ្នឹងអាហ្នឹងវាអាចមកពីបុគ្គលហ្នឹងមានចរិតមួយហៅថាតោសៈចរិតហ្នឹងហើយតោសៈចរិតតោសៈចរិតហ្នឹងគឺងាយនឹងខឹងមិនចូលចិត្តខឹងគឺងាយនឹងខឹងហ្នឹងហើយងាយខឹងងាយអន់ចិត្តងាយខឹងងាយទៅងាយបន្ទុះហ្នឹងហើយក្នុងពធសំដែងចឹងដែរហើយបើនិយាយពីកំណើតហ្នឹងគឺសំដៅដល់តួកំណើតបដិសន្ធិហ្នឹងមនុស្សហ្នឹងហៅថាអគមភីរៈបកតិតាបដិសន្ធិមកដោយសមណោះប្រវាំងយំងាយប៉ុន្តែសើចក៏ងាយដែរហ្នឹងហើយមិនជាល្អិតសុខុមអីមឹសអីអត់ទេហ្នឹងហើយអញ្ចឹងស្អីដែលវាមកជាចរិតអញ្ចឹងពិបាកកែមែនតើហ្នឹងហើយប៉ុន្តែនិយាយហ្នឹងមិនមែនគ្រប់គ្រងឲ្យរសាវាទុកទេណាប៉ុន្តែគាត់ថាទទួលស្គាល់ថាវាពិតជាលំបាកកែរឿងដែលពិបាកកែចរិតហ្នឹងលោកលើកឧទាហរណ៍រឿងមួយអាត្មាធ្លាប់និយាយញឹកអញ្ចឹងរឿងបរោះមានមេឆ្មាអានឹងហៅថាសន្តានដើមចរិតដើមហ្នឹងហើយបរោះហ្នឹងមានមេឆ្មាមួយហ្នឹងស្រឡាញ់មេឆ្មាហ្នឹងទៅណាក៏កពាកតាមដែរដល់ទៅជួបអីសីទៅអីសីក៏ជប់ឲ្យទៅជាមនុស្សឲ្យធ្វើជាប្រពន្ធទៅហ្នឹងហើយហ្នឹងគ្រាន់តែចង់បញ្ជាក់ពីចរិតហ្នឹងហើយដល់ពេលបានជាប្រពន្ធនៅមួយគ្នាប្រហែលយប់ទៅក៏នាំទៅជួបអីសីវិញអីសីសួរមិនទៅតាំងពីបានប្រពន្ធមកសុខសប្បាយទេអូយអត់កើតទេអត់បានដេកសោះហ្មងតាំងពីមានប្រពន្ធមកហ្នឹងដោយសារអីមិនបានដេកហ្នឹងគឺមកពីសន្តានឆ្មាឲ្យតែឃើញកដោលោតក៏ទ្រុបហ្នឹងលោតទៅចាប់កដុលប៉ុន្តែការនៅជាឆ្មាលោតអត់លឺណាដល់លោតការនៅជាឆ្មាខ្លួនវាស្រាលខ្លួនវាតូចខ្លួនវាស្រាលដល់និមិត្តឲ្យប្រែមកជាមនុស្សវាធ្ងន់វាធំតែសន្តាននៅឆ្មាដែរហ្នឹងហើយដល់ដេកមួយប្តីដេកវាភ្លេចខ្លួនថាឲ្យខ្លួនឯងមនុស្សហ្នឹងហើយគាត់ថាឃើញកដោលោតទៅវាមិនមែនថ្នមដូចឆ្មាអីកើតទៀតប្រាវប្តីនោះក៏ភ្ញាក់ទៅប្តីនឹងប្រាប់អូនឯងកុំធ្វើអញ្ចឹងនោះអូនឯងមនុស្សហើយមិនមែនឆ្មាទេកុំលោតទៀតណាកុំលោតទៀតណាឥឡូវមិនមែនឆ្មាទៀតទេមនុស្សហើយគ្នានោះក៏ខំព្រឹកព្រៀនកុំលោតទៀតប្រាប់ខ្លួនឯងកុំលោតទៀតខំដែរណាខំដេកវាភ្លេចទៀតវាភ្លេចទៀតដល់ភ្លេចទៀតឃើញកដោទៀតលោតទៀតបានមកទៅភ្លេចទៀតអានឹងចង់និយាយថាចរិតដើមមកពីអាចរិតដើមហ្នឹងមិនងាយអញ្ចឹងហ្នឹងហើយអញ្ចឹងដើម្បីកែអីមួយដែលវាទល់តែមានទម្លាប់ថ្មីមួយវាទល់តែយកទម្លាប់អីមួយយកមកកែទម្លាប់ហ្នឹងវាយកដល់យក habit ទៅកែ habit ចឹងបាននៅក្នុងពធលោកឲ្យសិក្សាឲ្យបដិបត្តិបដិបត្តិហ្នឹងមានន័យថាទម្លាប់ថ្មីណាទម្លាប់ថ្មីបើយើងគ្រាន់តែគិតតែចង់កែហ្មងកែបានទេវាទល់តែបង្កើតជាទម្លាប់ថ្មីអីមួយនិយាយទៅសូម្បីតែរឿង
tầm này bao giờ chẳng đấy bây giờ thọp cho sầm ran mong đọc chẳng tầm mong đọc cứ việc hẹp thằng ngồi à nè hay ở tại thọp nhẹ mong bốn tầm mong bốn nhẹ nè bên ta thọp ta chơi nhẹ là hồi đầm mong pel đam ban là buôn đọc ngay chúc nhẹ về tầm nhẹ anh ông mình mà đọc chân về tôi là miên tầm lọp ai mà già nè ngày chẳng khơi trẻ không nhá là nật với nhẹ để con là nật than cho hai ấy bàn chơi đặt vừa ăn còn ai mình phải chắc đó bây giờ sắc xa bị thua dây thòm mê hệ tọ bạ bảo vệ bài thà thua tầng lái cao bị hại miên nón ná thưa sẽ cái đây sọc tục ở khuôn ai thế ót tầm mòn dương vậy đây bành nhát thà sọc tục ở sai khuôn dương ở năng dương chia thà đó nè phần thiết bất sọc cái dương ót thưa tục cái dương ót thưa đã bởi dương bạc cái thưa sọc thôi khuôn này sọc là hồn mở thiết bất tiền sọc tiền tục có miên nón ná chạy thưa ở khuôn này đây sọc tục nó vừa cao bìm pơ đây cao bìm bạch chay bảo vệ đây nè khăng nó có còn bán thôi luôn ấy đây tiết bất nó còn ăn chia đàn nát nó ngam đầm thơ máy chui quạt bàn chơi hẳn nát chẳng là o cả chui con nó để con bén khăm này chui quạt nát miền tây khai hẳn nát ta cài bán khăng tiệt là đây bên khăn ăn vậy họ tới bà ăn luôn chắc bố đừng ăn vậy ăn của ấy miền khoa luôn này ăn ấy bị cha bờ bị đau miền tây bây giờ vô bị thô miền tây tới có chụp to hàng cọt khăng tiệt chứ đó là vô men tới nó chụp to nằng cọt khăng tới tiệt nè nè buộc cọt có bán phơi khăng ở luôn này này chẳng á chẳng mấy nó mình dây control nè khăng ấy nè khó này ai để con rồi ăn được để khó nè Bạch Thiên lô sực khía các quan nơi ta khang này mẹ ta dương phải sọ dương nơi khang này sực khía quạt khang à khỏa chiêng dương thoam mà đa tiệt nhom cái ná thọp sực khía chê nhom mà đón nhom mà lên nhom cái ná pe nó nhom tầm 7 năm còn 4 năm này nhom cái ná lang được bé tiệp lột sực khía chê nhom thằng ngoáp lột sực khía chê khoạng mấy tao lúa cũng phải không lột sực khía chê nhom hột cho bè đam tiêm nó hột ở toàn ấy sực khía chê thằng bạn nhom tha thưa đó lô cái chê nhóm comment chê nhóm xã hà quá tăng vì nắng chân cá nhóm hơi lô nhóm mắt sơi sập bè hay mấy bạn nhóm ắt sơi sập bè chân cá nhóm trong sập bè chân cá nhóm mắt trong sập bè nhóm mắt trong sập bè mà vì nhóm đã khơi xuất hiện chê nhóm bè nhóm miên tầm lệ năng để lục chỉ cũng miên để lục mà ông năng tê kẹo mình miên tê xong mà tôi khiết chê sẽ há nữa nè cạt nè miên là ông năng tê nhom ăn vật chơi nhá phụ anh lô khiết vật chè của ăn quả đặc về chơi nhom vật chơi cùng tha ọt miên cho cá miên mùi muôi Trong pet cái Socrates personality disorder
គឺនឹងកើតមកហ្នឹងគឺគេថា anti social មកគឺប្រឆាំងសង្គមមកគឺកាលពីក្មេងដើរទាត់ធុងដើរអីទាត់តាំងអា telephone box ហ្នឹងគឺថាมันអាចកែកើតពីព្រោះកំណើតតើយកវាយចោលបងព្រោះមិនអញ្ចឹងទៅអត់កើត ប្រឆាំងនឹងសង្គម មានអ្នកខ្លះគឺកើតមកគឺទៅអញ្ចឹងអ្នកដែល anti social មានអញ្ចឹងចង់គឺកាលហ្នឹងលោកហ្នឹងមិនមែនតែនេះលោកខ្ញុំកណាឃើញលោកហ្នឹងកាណាដាកាលហ្នឹងមកគង់នៅវត្តសាមគ្គីព្រោះកាលហ្នឹងលោកបងរឿបគាត់ជូនទៅទៅបណ្ឌបាតព្រោះលោកចង់បណ្ឌបាតឲ្យលោកហ្នឹងខាងអភិធម្មខាងសមាធិណាដល់ជូនទៅគ្រូរឿបហ្នឹងគាត់បើកឡានទៅចិត្តប៉ះលោកនឹងខឹងដល់មកដល់វត្តហើយនៅខឹងមកឡើងក្រហមស្ដីឲ្យគ្រូរឿងហ្នឹងវិញគ្រូរឿងអត់នឹងប៉ះផងវិញលោកហ្នឹងលោកដើរលោកអ្នកវិបស្សនាវិញផងហ្នឹងវិញខឹងអត់ចប់ខឹងលោកអ្នកដែលកូនសិស្សនាំទៅហ្នឹងណាគឺខ្ញុំថាទៅនីតិនិយាយដើមលោកវិញនីតិនិយាយដើមលោក លោកនឹងស្រីឲ្យគ្រូរឿងដឹងពីនោះអត់អស់ចិត្តទៅមកដល់វត្តហើយស្រីឲ្យទៀត លោកនៅខាងយូរ ចាំថានេះគឺជាកំណើតពិបាក គុណចាស់ ចឹងបាននឹកឃើញកំណាព្យរបស់លោកតាឆឹងកានណាគាត់ថាវីវោនឹងពោះវែកតិចថាបានដេកភ្នោឃើញក្បាលខ្ញុំកោកុំតន់ឲ្យបន្ទុហ្នឹងហើយពីព្រោះអញ្ចឹងហើយបានយើងត្រូវសិក្សាឲ្យរួចផុតពីបុគ្គលអញ្ចឹងបានដូចព្រះអង្គតាលោកទេសនាពីបរតនត្រ័យយកមិញណាពុទ្ធពធប្រសង្ឃកុំឲ្យយើងជាប់មួយបុគ្គលតែកាលណាជាប់មួយបុគ្គលវាងាយនឹងធ្វើឲ្យយើងអអន់ចិត្តណាអញ្ចឹងណាហ្នឹងហើយឲ្យយើងគិតពីសហគមន៍ឲ្យយើងគិតពីសង្គមដែលហៅថាសង្ឃហ្នឹងមិនមែនមួយអង្គទេគឺថាគិតច្រើនរាប់ម៉ឺនរាប់សែនអង្គអញ្ចឹងទៅហ្នឹងហើយដូចយើងគិតពីផ្លែឈើយើងគិតជាចំការកុំឲ្យយើងគិតមកដើមអញ្ចឹងណាតែកាលណាយើងនឹងទៅជ្រើសយកតែមកដើមចំមកដើមស្អុយយើងថាអូចការនោះអត់កើតទេអាហ្នឹងខកអញ្ចឹងចំការបើវាផ្លែបានតែ 80% នៃដើមមានន័យថាវា work ហើយហ្នឹងហើយអញ្ចឹងបើកាលណាយើងគិតជាចំការខូចខ្លះអត់អីទេតែបើថាចាប់យកហ្មងលោកជេរតែម្ដងរៀងរហូត បាយគុំគ្រប់លោកហ្មង ណែអាត្មាទៅស្រុកខ្មែរមានមួយដែរតើនៅកាលទៅផ្ទះបងសុកតោគាត់ថាគាត់អត់ចង់ធ្វើបុណ្យមួយលោករហូតតាំងគាត់ជួបរឿងម្ដងហ្នឹងជួបតែម្ដងហ្នឹងហើយគាត់អត់ចង់ស្ដាប់លោកណាទេទាំងអស់ព្រោះលោកហ្នឹងពេលបានទៅឃើញគេដាក់បានសាច់គេសលោកនិយាយសាច់ឲ្យខ្ចីញ៉ាឲ្យវាលឺដល់វាលឺចឹងទៅឈប់ចង់ធ្វើបុណ្យមួយលោកកុំថាលោកណាមកទេហ្នឹងដល់មកចឹងទៅគាត់ថាប៊ីអស់ឱកាសស្ដាប់ធម៌ហ្នឹងហើយដល់ពេលគាត់ស្ដាប់ធម៌យល់ទៅបានគាត់យល់ថាអូអានឹងជាលក្ខណៈបុគ្គលមានកិលេសណាតែពធនៅតែល្អព្រោះពធដែលយើងស្ដាប់យើងយកមក apply ក្នុងជីវិតរបស់យើងដូចថ្នាំពេទ្យចឹងវាមានអ្នកគ្រូពេទ្យលោកគ្រូពេទ្យខ្លះមិនសូវល្អមែនប៉ុន្តែថ្នាំដែលមានគុណភាពគឺយើងចាំបាច់នៅតែត្រូវការមិនអាចស្អប់គ្រូពេទ្យម្នាក់ហើយយើងឈប់ត្រូវការថ្នាំទេមែនទេចឹងនៅក្នុងមន្ទីរពេទ្យមួយវាអាចនឹងមានពេទ្យមាត់មិនសូវល្អជួនកាលវាថ្ងៃខ្លះគាត់មូតគាត់វាមិនស្រួលហ្នឹងហើយចឹងទៅមកពីផ្ទះទៅមិនឆ្លោះមួយប្រពន្ធហើយអីចឹងទៅដល់ពេលដល់ហើយទៅទឹកមុខមិនសូវល្អចឹងទៅយើងគិតថាតែជួបពេទ្យអាក្រក់ចាស់ឈប់លេបថ្នាំទាំងអស់អត់ត្រូវហ្នឹងអត់ត្រូវហ្នឹងហើយយើងអាចជ្រើសថាបើពេទ្យហ្នឹងមាត់មិនសូវល្អយើងទៅពេទ្យផ្សេងតែយើងនៅតែត្រូវការព្យាបាលអញ្ចឹងហើយពធនៅតែល្អជានិច្ចហើយមិនមែនល្អសម្រាប់លោកហ្នឹងទេល្អសម្រាប់យើង
កាលណាយើងស្ដាប់ត្រូវពិចារណាត្រូវយើងអាចដោះស្រាយបញ្ហាផ្លូវចិត្តរបស់យើងបានហ្នឹងហើយដូចពេទ្យមិនល្អតែពេទ្យខ្លះចឹងទៅតែសុខភាពយើងនៅតែត្រូវការថ្នាំដូចគ្នាចឹងដែរចឹងណាហ្នឹងហើយបាទត្រូវដោយពាក្យទស្សនវិជ្ជាដ៏ច្រើនមិនត្រូវឥតខ្ចោះទេតែត្រូវភាកច្រើនណាតែត្រូវភាកច្រើនគេយកហើយហ្នឹងគេយកហើយនេះចាំសួរនេះ អត់អីខ្ញុំសំឡេងលឺហេតុអីមិនដឹងហើយគុំកណាចង់សួរថាកណាធ្លាប់ស្ដាប់លោកទេហើយលោកទេគាត់ថាបើគេនិយាយអីមិនពិតពីយើង That's none of our business យើងគួរដើរចេញប៉ុន្តែកណាជួនកាលមិនអាចធ្វើចិត្តបានដែលអាចគេនិយាយអីដែលមិនពិតហើយយើងអញ្ញឹមឲ្យដើរចេញហ្នឹងកណាគិតថាអូប្រហែលគេអញ្ចឹងកណាតាំងសមាធិដែររាល់ថ្ងៃហ្នឹងដូចស្ដាប់ធម៌ដែរប៉ុន្តែកណាមិនទាន់ធ្វើចិត្តបានដែលពេលគេនិយាយអីមិនពិតដូចចិត្តយើងនៅប្រកាន់ហើយកណាចាស់ទៅអត់ចង់ប្រកាន់ទេមកពីទូទៅពេលកណាឃើញកាន់តែចាស់ទៅគេកាន់តែប្រកាន់ហើយកណាអត់ចង់មានអាចិត្តប្រកាន់ហ្នឹងឯងដល់អញ្ចឹងទៅធ្វើម៉េចអប់រំចិត្តខ្លួនឯងឲ្យស្ងប់ពេលគេនិយាយអីមិនពិតយើងអញ្ញឹមឲ្យដើរចេញបាន វាជាជំរើសរបស់យើងចង់ដើរចេញក៏បានចង់សួរក៏បានអញ្ចឹងណាវានៅលើការគិតពិចារណាថាតើយើងសួរឲ្យបានផលប្រយោជន៍អីហើយបើយើងមិនសួរតើវាប៉ះពាល់អីអញ្ចឹងណាយើងត្រូវមើលអាកន្លែងហ្នឹងពីព្រោះរឿងទាំងអស់ឲ្យថាកុំតរហូតក៏មិនមែនថាត្រូវតែតរហូតក៏មិនមែនដែរត្រូវមើលភាពជាក់ស្ដែងហ្នឹងហើយដូចព្រះសម្មាសម្ពុទ្ធអញ្ចឹងណាមានរឿងខ្លះព្រះអង្គត្រូវតែធ្វើអ្វីម្យ៉ាងពីព្រោះបើមិនធ្វើអ្វីម្យ៉ាងទេគឺកាន់តែយល់ច្រឡំកាន់តែខ្លាំងក៏ប៉ុន្តែរឿងខ្លះគេនិយាយគេជេរក៏ពិតមែនប៉ុន្តែគេជេរដោយអត់ហេតុអត់មូលហើយព្រះអង្គមើលទៅថាវាអត់ប៉ះតែគេហត់គេឈប់អាហ្នឹងព្រះអង្គឲ្យភិក្ខុនោះស្ងៀមហ្មងឧទាហរណ៍ថាកាលដែលនាងមាគន្តយាចងគំនុំជាមួយព្រះពុទ្ធវាមានរឿងពីដើមមកនាងនឹងស្រឡាញ់ព្រះអង្គចង់បានព្រះអង្គធ្វើប្តីដល់ពេលព្រះអង្គអត់យកទៅក៏ខឹងអញ្ចឹងអាស្រឡាញ់គេមិនបានខឹងដែរណាហ្នឹងហើយដល់ពេលក្រោយមកនាងនឹងបានធ្វើជាមហេសីស្ដេចគុំហ្មងតែអញបានប្តីអ្នកធំឬក៏បានប្តីស្ដេចនឹងបៀតបៀនសាមណៈនឹងអញ្ចឹងគំនុំនឹងចងទុករហូតដល់ពេលបានធ្វើមហេសីស្ដេចទៅព្រះអង្គមុនទៅបិណ្ឌបាតអីក្នុងក្រុងកោសំពីហ្នឹងនាងនឹងក៏ជួលពួកអ្នកលេងឲ្យជេរព្រះអង្គគ្រប់ច្រកព្រះអង្គទៅណាក៏ជេរព្រះអង្គទៅណាក៏ជេរជេរឡើងអានន់ចង់រត់អានន់សាវកព្រះអង្គណាអ្នកដើរតាមព្រះអង្គបានព្រះអង្គសួរថាចង់ទៅណាអានន់យើងទៅលិចអីចុះបើទៅលិចគេជេរទៀតទៅជើងអីចុះបើទៅជើងគេជេរទៀតទៅកើតគេជេរទៀតទៅត្បូងចុះបើទៅត្បូងគេជេរទៀតថាអស់កន្លែងទៅអញ្ចឹងតែព្រះអង្គដឹងថាអ្នកជេរទាំងអស់នេះវាមិនមែនគំនុំតខ្លួនទេព្រះអង្គដឹងថាគេជួលឲ្យជេរទេអញ្ចឹងតអស់លុយវាលែងជេរហើយព្រះអង្គដឹងអញ្ចឹងហ្នឹងគេជួលឲ្យជេរអញ្ចឹងព្រះអង្គដឹងថាគេជួលឲ្យជេរហើយវាជេរច្រើនអញ្ចឹងត្រូវអស់លុយច្រើនហ្នឹងអ្នកជួលក៏អាចនឹងអស់លុយដែរហើយនៅពេលដែលអស់លុយជួលអ្នកជេរនោះក៏វាឈប់ដែរអញ្ចឹងបានព្រះអង្គថាមនាលអនន្តមិនបាច់ទៅណាទេពាក្យជេរទាំងអស់នេះយ៉ាងយូរមួយសប្តាហ៍វាស្ងាត់ហើយអញ្ចឹងមែនដល់វាអស់គេជួលទៅមានអីទៅជេរទេវាមិនគំនុំផងហ្នឹងអញ្ចឹងរឿងខ្លះកាលណាឃើញហេតុរបស់វាជាក់លាក់ហើយតនាំអត់ប្រយោជន៍
ខ្លាំងដូចគ្រាន់តែគេគម្រាមបាញ់មីស៊ីលចោលយើងទៅតស្អីមែនទេដូចកូរ៉េខាងជើងអីតិចទៅ launch missile តែឯងចឹងទៅអាគេ launch ចោលហ្នឹងហើយយើងទៅតនាំអស់គ្រាប់អីមែនទេណាតែបើគេបាញ់ចំប្រទេសហើយអាហ្នឹងចាំប្រយ័ត្នតែបើគេបាញ់ចោលជួនកាលគេជេរចោលគឺកាលគេនិយាយដើមចោលដូចអត់ relate ផងមែនពេលខ្លះហើយដូចអាត្មានេះបើសិនតែគេនិយាយអីបន្តិចអាត្មាតអាត្មាគ្មានពេលដេកទេឡាយដងណាក៏អាចក្នុង 1000 comment ហ្នឹងមិនក៏មានមួយដែរគេថាអាត្មានិយាយលប់អីចឹងទៅឬក៏គឺអញឆេញលោកហ្នឹងអីចឹងទៅហើយបើសិនជារាល់ការឡាយឲ្យចេះតែបើកតទៅវិញហត់ហ៎មែនទេហ្នឹងហើយតែចឹងអាត្មាធ្វើសេចក្តីសរុបថាតើរាល់ពាក្យ comment មិនល្អពាក្យជេរមកលើអាត្មាហ្នឹងវាមានប៉ះពាល់ដល់អាត្មាអត់ប៉ះពាល់ដល់ការងារអាត្មាទៅមុខអត់រួចអត់ពាក់ព័ន្ធផ្លូវច្បាប់ថាអូគេចាប់យកពាក្យហ្នឹងទៅប្តឹងឲ្យជាប់គុកអត់តែបើគ្រាន់តែគេខឹងគេជេរសាមញ្ញអាត្មាថាសុបាយចិត្តជេរទៅអាត្មារួចខ្លួនពីអ្នកទាំងអស់គ្នានោះហ្នឹងហើយពីមុនគេជេរសរុប100នាក់ដល់អាត្មាមិនសូវតទៅគឺគេធ្លាក់អ្នកជេរដែរកាលពីមុនអាត្មានិយាយឌឺដែរអត់ជេរវិញប៉ុន្តែនិយាយឌឺដែរគេយកអាពាក្យឌឺទៅដាក់ទៀតគេជេរទៀតដល់អាត្មាខ្ជិលរវល់ដល់ខ្ជិលរវល់តាការជេរនឹងរៀងធ្លាក់ចុះដែរហ្នឹងតែបើពាក់ព័ន្ធឧទាហរណ៍ថាវាពាក់ព័ន្ធមុខរបរយើងឧទាហរណ៍មូលបកាច់ខូច credit មុខរបរយើងអាហ្នឹងយើងត្រូវធ្វើសកម្មភាពអ្វីមួយយ៉ាងដូចជាពេលដែលអីគេរឿងនិក្រនគេចំណែននឹងព្រះអង្គដែលនៅក្នុងវត្តចេតពុននឹងមានមនុស្សមកច្រើនគេមកស្ដាប់ធម៌ច្រើនអញ្ចឹងទៅគេនាំគ្នាគិតថាហេតុអីបានវត្តយើងស្ងាត់ពួកនិក្រនណាហើយមិនក៏វត្តពុទ្ធសមណៈគោដមមានមនុស្សទៅរហថ្ងៃក្រឹកក្រែងអញ្ចឹងដល់គេគិតទៅគេជឿហុងស៊ុយគេថាអូមកពីដីកន្លែងហ្នឹងមានហាងឆេងល្អអញ្ចឹងទៅគេទៅ raise fund ពីបរិស័ទគេនោះបានមួយសែនកហបណៈទៅសោកស្ដាច់សុំធ្វើវត្តឲ្យជាប់លបងវត្តពុទ្ធហ្នឹងហើយអញ្ចឹងព្រះអង្គឃើញហេតុកាលណាទិដ្ឋិខុសគ្នាគេមកដោយសត្រូវគេមកដោយចង់ឈ្នះអញ្ចឹងព្រះអង្គថារស់នៅអត់សុខទេអញ្ចឹងព្រះអង្គមិនមែនថាអាណាធ្វើអីធ្វើទៅមិនមែនទេព្រះអង្គឃើញដល់លទ្ធផលថាកាលណាមនុស្សមានទិដ្ឋិខុសគ្នាឌឺដងដាក់គ្នានៅចិត្តគ្នាវានឹងកើតរឿងអញ្ចឹងបានព្រះអង្គបញ្ជូនប្រសង់ទៅជួបស្ដេចដើម្បីឲ្យដោះស្រាយរឿងហ្នឹងទៅសុំបិណ្ឌបាតហើយស្ដេចស៊ីសណូកគេហើយអត់ហ៊ានចេញមកជួបលោកណាអញ្ចឹងព្រះអង្គបញ្ជូនសិរីបុត្រមកកលៀនទៅទៀតស្ដេចហ៊ានមកជួបទៀតរហូតដល់ព្រះអង្គទៅខ្លួនឯងដល់ទៅខ្លួនឯងក៏បរិជាព្រមចេញមកជួបទៅព្រះអង្គសម្ដែងពធប្រោសទៅស្ដេចហ្នឹងក៏ជ្រះថ្លាផ្ទេរវត្តដែលនិក្រនចង់ធ្វើហ្នឹងទៅជាវត្តរបស់ពុទ្ធសាសនាមួយទៀតសម្រាប់ភិក្ខុនីហៅថារាជការាមហ្នឹងហើយនៅជាប់នឹងវត្តចេតពុនហ្នឹងឯងអានេះអាត្មាចង់និយាយថាមិនមែនរាល់រឿងទាំងឡាយហ្នឹងយើងត្រូវតែតឬក៏ត្រូវតែនៅស្ងៀមទេគឺត្រូវមើលហេតុថាតើរឿងហ្នឹងវាប៉ះពាល់ឬអត់បើវាមិនប៉ះពាល់ទេគេជេរសប្បាយចិត្តជេរដែរអាត្មាអត់ខ្វល់អីផងតែបើវាប៉ះពាល់ឧទាហរណ៍ថាអាត្មាកំពុងតែផ្សាយអញ្ចឹងទៅដូចនៅស្រុកខ្មែរអីផ្សាយវិទ្យុអីចឹងទៅស្រាប់តែគេធ្វើអ្វីមួយយ៉ាងឲ្យវិទ្យុនឹងឈប់ដំណើរការអញ្ចឹងហ្នឹងត្រូវធ្វើសកម្មភាពព្រោះវាប៉ះពាល់ដល់ការងាររបស់យើងហ្នឹងហើយមានតែអាត្មាកាលណាមួយនោះផ្សាយចង់និយាយថាអ្នកដែលជំទាស់ហ្នឹងធ្វើឲ្យអាកាសផ្សាយរបស់អាត្មាហ្នឹងបាត់ដល់បាត់ទៅញាតិញោមក៏គាត់សួរមកអញ្ចឹងប្រាប់តាមដំណើរអញ្ចឹងទៅក៏ញាតិញោមធ្វើឲ្យវាកើតឡើងវិញអញ្ចឹងយើងត្រូវធ្វើសកម្មភាពគេបិទតែមួយវត្ថុដល់គាត់នាំគ្នាផ្សាយឡើងវិញដាក់3វត្ថុទៅហ្មងនៅកំពង់សោមហ្នឹងហើយដល់អញ្ចឹងមិនមែនថាបាត់ទៅរបស់អនត្តាមិនមែនទេអនត្តាក៏ដោយបើវាខាតប្រយោជន៍យើងត្រូវធ្វើអីម្យ៉ាងឃើញទេតែបើវាកើតឡើងហើយវាអត់ខូចប្រយោជន៍ទេការផ្សព្វផ្សាយរបស់យើងវានៅតែទៅដដែលមុខរបររបស់យើងនៅតែទៅដដែល
ការងាររបស់យើងនៅតែទៅរលូនដូចជាមិនបាច់ចំណាយពេលតផងមែនទេហ្នឹងហើយចាប់បានហ្នឹងចឹងហ្នឹងហើយបាទ ចុះអាប្រកាន់នឹងដូចកាន់តែចាស់ទៅកាន់តែប្រកាន់ហើយកាន់តែស្ដាប់ធម៌យល់ហើយប៉ុន្តែកាន់តែប្រកាន់អានឹងមិនដែរ អាហ្នឹងមកវាស្ដាប់អត់យល់ អូ ជួនកាលគ្រាន់បានតែចាំ អី អញ្ចឹងតែអត់យល់ អូ ពាក្យថាយល់មិនមែនយល់ what Buddha said ទេមិនមែនយល់ the meaning of Dhamma ទេពាក្យថាយល់ Dhamma ពិតប្រាកដគឺយល់ស្អីដែលនៅក្នុងខ្លួនរបស់យើងនេះឯងឧទាហរណ៍ថាពធបង្រៀនអំពីចិត្តហើយពធយើងសិក្សាតាមគម្ពីរតាមសភៅមិនចឹងប៉ុន្តែសភៅអត់មានចិត្តណាពធបង្រៀនពីការគ្រប់គ្រងចិត្តប៉ុន្តែចិត្តអត់មាននៅក្នុងសភៅទេចិត្តអត់មាននៅក្នុងពធទេតែចិត្តមាននៅក្នុងខ្លួនយើងអញ្ចឹងពាក្យថាយល់ពធឧទាហរណ៍និយាយពី ego មួយចុះហ្នឹងហើយមិនមែនយល់អត្តន័យមានន័យថាម៉េចមានន័យថាម៉េចនៅក្នុងសភៅទេគឺយល់អត្តន័យថាខណៈពេលវាកើតឡើងមកវាធ្វើឲ្យចិត្តយើងអត់សុបាយបែបម៉េចវាដុតចិត្តយើងបែបម៉េចអាហ្នឹងដែលហៅថាយល់អញ្ចឹងហ្នឹងហើយពលត្រូវយល់អាហ្នឹងហើយយល់វាមាន3កម្រិត first ក្នុងពាក្យពធហៅថាបរិយត្តិហ្នឹងគឺសំដៅដល់ theoretical understanding ដំបូងឡើយយើងត្រូវតែរៀនឲ្យយល់ថាតើពុទ្ធចង់បញ្យល់ថាម៉េចមែនប៉ុន្តែយល់ប៉ុណ្ណឹងមិនឈ្មោះថាយល់ពធមែនទេទៅទៀតជាទ្រឹស្ដីអាហ្នឹងយល់ជាទ្រឹស្ដីយល់តែទ្រឹស្ដី cannot help ប្រៀបដូចជាយើងគ្រាន់តែអានឈ្មោះឆ្នាំតែយើងអត់បានលេបចឹងហ្នឹងហើយអញ្ចឹងបើឆ្នាំហ្នឹងគឺកែស័ក្តិសិទ្ធិយ៉ាងណាក៏ដោយយើងស្គាល់ឈ្មោះឆ្នាំអានេះផាណាដលផាណាមិកអីណានៃញ៉ៃញ៉ៃប៉ុន្តែអត់ដែលលេបសួរថាជួយអីអានឆ្នាំយូរទៅកាន់តែឈឺចឹងថាមិនបានលេបឬក៏លេបដែរលេបវាអត់ទៅតាមអាដេញក្បួនដុកទ័រឲ្យលេបខានវាលើវារើចិត្តនឹងដូចគ្នាចឹងដែរអញ្ចឹងបាននៅពេលដែលយល់ទ្រឹស្ដីដែលពុទ្ធបរៀនហើយវាត្រូវឈានទៅមកកម្រិតទៀតហៅថាថ្នាក់បដិបត្តិហ្នឹងគឺ direct understanding បើថានិយាយពី attachment នៅក្នុងចិត្តហ្នឹងគឺថានៅពេលដែល attachment វាកើតឡើងហ្នឹងគឺដឹងដល់សភាពវាកើតឡើងវាធ្វើឲ្យចិត្តខ្វល់មិនគឺយល់អាហ្នឹងមិនយល់ក្នុងសភៅទៀតទេដូចគ្នានឹងយើងបើកឡានយើងត្រូវការ GPS យល់ទ្រឹស្ដីស្មើនឹងយើងសិត program នៅលើហ្នឹងតែដល់យល់មែនទែនបើកលើផ្លូវនេះទេតិចទៅច្រឡំបើកលើអានោះមែនទេហ្នឹងហើយដូចអ្នកដែលមិនដែលរៀនបើកបរទោះបីរៀននៅលើកុំព្យូទ័រយ៉ាងម៉េចក៏អត់ដូចបើកមែនទែនដែរអញ្ចឹងអា theory ដំបូងស្មើនឹងរៀនលើកុំព្យូទ័រតែនៅពេលដែលអនុវត្តគឺពេល learn មែនទែនហើយ